យោងតាមព្រះគម្ពីរនិខមនាងសាសអ៊ីស្រាអែលបានរងទុក្ខវេទនាយ៉ាងខ្លាំងក្នុងនាមជាទាសករនៅស្រុកអេស៊ីបព្រះទ្រង់បានលើសម្រែកធ្ងរនឹងការទួញសោករបស់ពួកគេហើយទ្រង់ក៏នឹកចាំពីសាសអ៊ីស្រាអែលនៅពេលនោះហើយដែលទ្រង់បានហៅបុរសម្នាក់ឈ្មោះម៉ូសេតាមពិតទៅលោកម៉ូសេត្រូវបានសង្គ្រោះដោយបុត្រីរបស់ស្ដេចផារ៉ោនកាលពីនៅជាទារកហើយគាត់បានធំដឹងក្តីឡើងក្នុងនាមជាបុត្រាស្រុកអេស៊ីបម្នាក់លោកម៉ូសេស្គាល់ពីប្រជាជនរបស់គាត់គឺសាសអ៊ីស្រាអែលហើយនៅពេលពេញវ័យគាត់ថែមទាំងបានចេញមុខជួយដល់ប្រជាជនរបស់គាត់ទៀតផងប៉ុន្តែជំនួយរបស់លោកម៉ូសេបានធ្វើឲ្យស្ដេចផារ៉ោនខឹងសម្បារយ៉ាងខ្លាំងព្រោះវាបានបណ្ដាលឲ្យមានការបាត់បង់ជីវិតជនជាតិអេស៊ីបលោកម៉ូសេមានការភ័យខ្លាចជាខ្លាំងក៏បានរត់គេចខ្លួនទៅស្រុកម៉ាឌៀននៅទីនោះក្នុងទីរហោស្ថានគាត់បានរៀបការនិងក្លាយជាអ្នកគង្វាលជាមឲ្យលោកយេត្រូដែលជាឪពុកក្មេករបស់គាត់អស់រយៈពេល40ឆ្នាំលោកម៉ូសេបានរស់នៅដូចជាមនុស្សដែលបានបោះបង់ចោលឋានៈជាបុត្រាស្ដេចដូចជាបានភ្លេចចំណេះដឹងដែលគាត់បានរៀនសូត្រនិងដូចជាមនុស្សដែលគ្មានអ្វីសោះនៅក្នុងខ្លួនថ្ងៃមួយលោកម៉ូសេបានឃើញទិដ្ឋភាពចម្លែកមួយនៅពេលគាត់ទៅដល់ភ្នំហូរ៉ែបមានគុម្ពបន្លាមួយកំពុងឆេះតាមពិតរឿងបែបនេះតែងតែកើតមានជាញឹកញាប់នៅក្នុងទីរហោស្ថានដូច្នេះគាត់ហៀបនឹងដើរកាត់ទៅហើយប៉ុន្តែមានអ្វីម្យ៉ាងបានទាក់ភ្នែកគាត់គុម្ពបន្លានោះកំពុងឆេះប៉ុន្តែវាមិនឆេះអស់ឡើយលោកម៉ូសេក៏ដើរទៅជិតរំពេចនោះមានសំឡេងមួយចេញពីគុម្ពបន្លានោះថាម៉ូសេម៉ូសេអើយលោកម៉ូសេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយឆ្លើយដោយមិនដឹងខ្លួនថាព្រះករុណាវិសេសព្រះអង្គម្ចាស់ព្រះមានបន្ទូលថាទ្រង់ដឹងថាសាសអ៊ីស្រាអែលកំពុងរងទុក្ខហើយទ្រង់បានប្រាប់ថាទ្រង់នឹងចាត់លោកម៉ូសេឲ្យទៅជួយសង្គ្រោះពួកគេពីកណ្ដាប់ដៃស្ដេចផារ៉ោនលោកម៉ូសេបានមានបន្ទូលតបថាតើទូលបង្គំជាអ្នកណាដែលហ៊ានធ្វើរឿងបែបនេះហើយតើទ្រង់មានព្រះនាមអ្វីនោះតើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្ដេចព្រះទ្រង់មានបន្ទូលថាអញជាព្រះដ៏ជាព្រះបន្ទាប់មកទ្រង់បានបង្ហាញការអស្ចារ្យជាច្រើនដល់គាត់ហើយប្រាប់ឲ្យគាត់ទៅស្រុកអេស៊ីបប៉ុន្តែលោកម៉ូសេនៅតែបន្តនិយាយដដែលថាទូលបង្គំមិនពូកែនិយាយទេដូច្នេះវាប្រកាសជាពិបាកណាស់ព្រះនៅតែបន្តហៅលោកម៉ូសេជាម៉ូសេដែលលែងជាបុត្រាស្ដេចជាម៉ូសេដែលបានបាត់បង់អ្វីជាច្រើនជាម៉ូសេដែលគ្មានអ្វីសោះនិងជាម៉ូសេដែលគ្មានវោហារស័ព្ទទ្រង់បានហៅលោកម៉ូសេហាក់ដូចជាគាត់គឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើអ្វីតាមដែលទ្រង់បានបង្គាប់បើពិនិត្យមើលក្នុងព្រះគម្ពីរការត្រាស់ហៅរបស់ព្រះគឺកើតឡើងដដែលព្រះទ្រង់បានត្រាស់ហៅលោកអាប់រ៉ាហាំលោកម៉ូសេលោកអេលីយ៉ាលោកអេសាយនិងលោកយេរេមៀជាច្រើនលើកច្រើនសារគ្មានជំរើសផ្សេងឡើយនៅពេលដែលព្រះត្រាស់ហៅយើងនេះគឺជាការត្រាស់ហៅរបស់ព្រះការត្រាស់ហៅរបស់ព្រះគឺពោរពេញដោយភាពស្មោះត្រង់និងមានតម្លៃបំផុតហាក់ដូចជាគ្មាននរណាម្នាក់ផ្សេងទៀតក្រៅពីយើងនៅក្នុងពិភពលោកទាំងមូលនេះឡើយហេតុដូច្នេះហើយបានជាលោកអាប់រ៉ាហាំសុខចិត្តទៅស្រុកកាណានដែលមិនធ្លាប់ស្គាល់លោកម៉ូសេធ្វើដំណើរទៅស្រុកអេស៊ីបហើយលោកអេលីយ៉ាទោះបីជាអស់កម្លាំងខ្លាំងក៏អាចក្រោកឈរឡើងម្ដងទៀតជំនឿរបស់យើងត្រូវបានបន្តវេនតាមរយៈអ្នកដែលបានទទួលការត្រាស់ហៅពីព្រះនិងអ្នកដែលបានឆ្លើយតបបងប្អូនទាំងអស់គ្នាយើងស្ដាប់ព្រះបន្ទូលរបស់ព្រះយើងអធិដ្ឋាននិងថ្វាយបង្គំគឺដោយសារតែការត្រាស់ហៅរបស់ព្រះបានមកដល់យើងមុនគេសូមឲ្យជីវិតរបស់យើងពេញមួយឆ្នាំថ្មីនេះក្លាយជាផ្លូវមួយឆ្ពោះទៅរកការឆ្លើយតបនិងការត្រាស់ហៅដ៏មានតម្លៃរបស់ព្រះជាម្ចាស់